ជំរាបសួរបងប្អូនទាំងអស់គ្នាសวัสดีครับថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាធ្វើដំណើរចេញពីសន្តាគារ Bedwell ឆ្ពោះទៅកាន់កន្លែងទីសក្ការៈមួយគឺកន្លែងលោកយាយម៉ៅសន្តាគារ Bedwell មានរថយន្តទំនើបល្អប្រណិតសម្រាប់ភ្ញៀវដែលអញ្ជើញមកស្នាក់នៅសន្តាគារយើងមានសេវា free ដឹកទៅដឹកមកទូទាំងក្រុងប៉ោយប៉ែតងាយស្រួលសម្រាប់ភ្ញៀវរបស់យើងដែលចង់ស្វែងយល់ពីវប្បធម៌និងប្រពៃណីបងប្អូនជនជាតិខ្មែរនៅក្នុងក្រុងប៉ោយប៉ែតចំពោះការធ្វើដំណើរទៅកាន់ទីសក្ការៈលោកយាយម៉ៅនៅមិនឆ្ងាយពីសន្តាគាររបស់យើងនោះទេដោយយើងធ្វើដំណើរតាមផ្លូវជាតិលេខ5ឆ្លងកាត់ផ្សារកណ្ដាលរង្វង់មូល58រួចបន្តដំណើរបន្តិចលោកអ្នកនឹងទៅដល់ទីសក្ការៈលោកយាយម៉ៅបាទបងប្អូននៅពេលនេះយើងបានធ្វើដំណើរមកដល់កន្លែងលោកយាយម៉ៅហើយអញ្ចឹងឃើញថាមានបងប្អូនយើងគាត់បានមកទីនេះដើម្បីធ្វើការបួងសួងសុំទឹកដីសុខនិងដីចម្រើនរូបសំណាកលោកយាយម៉ៅឬដើមពោធិ៍យាយម៉ៅក្រុងប៉ោយប៉ែតប្រជាពលរដ្ឋពិតជាមានជំនឿស័ក្តិសិទ្ធិពិតមែននៅពេលដែលគាត់មានរឿងរ៉ាវផ្ទាល់ខ្លួនជិះរថយន្តឆ្លងកាត់ក៏ចូលបន់ស្រន់ឃើញថាបានដូចបំណងទើបគាត់បានយកមន់ស្ងោរមកសែនថ្វាយតាមការសន្យានិងមកបន់ស្រន់លាមាត់តាមសន្យានៅពេលដែលប្រជាពលរដ្ឋឆ្លងកាត់តែងតែទិញធូបទៀនបាច់ផ្កាចូលបន់ស្រន់សុំសេចក្តីសុខនិងសេចក្តីចម្រើនដំណើរទស្សនកិច្ចរបស់យើងទៅកាន់លោកយាយម៉ៅគឺជាបទពិសោធន៍ដ៏មានអត្ថន័យមួយយើងរីករាយក្នុងការផ្ដល់ជូនភ្ញៀវរបស់យើងនៅសេវារថយន្តដឹកទៅមកហ្វ្រីដើម្បីស្វែងរកទីកន្លែងដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត